ការប្រកួត World Cup អ្នកខ្លះថាងទាន់តែឈ្នះពានបានអស្ចារ្យតាមពិតវាមិនមែនពេលខ្លះមិនមែនអញ្ចឹងទេដែលយើងគិតមើលអ្នកខ្លះគាត់មានក្តីសម័យគ្រាន់តែទៅលេងនៅ World Cup ហ្នឹងគឺគាត់សប្បាយចិត្តណាស់ហើយអញ្ចឹងយើងដូចមើលដែនកោះតូចមួយនេះដែនកោះមួយតូច Caviar នេះគឺមនុស្សតែ50នាក់តែ50ម៉ឺននាក់មិនទាំងដល់1លាននាក់ផងកន្លះលាននាក់និយាយទៅកន្លះលាននាក់នៅដែនកោះសឹងតែយើងអត់ស្គាល់ហើយឥឡូវហ្នឹងគាត់ទៅតែមកលេង World Cup លើកដំបូងឆ្នាំ2026ទៀតហើយនៅពេលដែលគាត់ទៅតែមកលេង2026ហ្នឹងហើយគាត់បានដល់វគ្គ32ក្រុមចុងក្រោយទៀតហើយ32ក្រុមរបស់គាត់ហ្នឹងគឺគាត់បានទៅប៉ះណាគេប៉ះអាសង់ទីនហ្នឹងឯងហើយបើសិនជាយើងទៅមើលស្ថិតិពីហ្នឹងណាគឺអាសង់ទីនរហូតដល់ 84% ហើយបើនិយាយទៅមើលនេះវិញគឺសង្ឃឹមឈ្នះគឺតិចមែនតែការសង្ឃឹមឈ្នះឬក៏ចាញ់ឬក៏ឈ្នះហ្នឹងក៏គាត់គិតថាគឺគាត់ដឹងហើយគាត់ដឹងកម្រិតគាត់ហើយគាត់ដែលឡើងមកដល់ប៉ុណ្នេះគឺកម្រិតគាត់មួយគិតថាគាត់ខ្លាំងហើយដល់មកវគ្គ32ក្រុមចុងក្រោយមិនធម្មតាទេប៉ុន្តែអ្វីដែលសំខាន់ហ្នឹងគឺគាត់បានលេងជាមួយនឹងម្ចាស់ជើងឯកទៀតកាលពីឆ្នាំ2022ម្ចាស់ World Cup 3សម័យកាលយើងគិតមើលអញ្ចឹងនេះគឺជាក្តីសម័យរបស់កីឡាករគ្រប់រូបហើយយើងមើលសំបីតាបរោះម្នាក់នេះដែលជាអ្នកចាំទីរបស់ Caviar ហ្នឹងគាត់មិនដែលមានក្តីសម័យថាគាត់នឹងមកលេងបាល់អីគេគាត់បញ្ចប់អាជីពត្រឹមហ្នឹងហើយប៉ុន្តែដោយសារតែមានគេកោះអញ្ជើញហៅគាត់មកវិញដើម្បីឲ្យគាត់មកលេងបាល់ហើយមកដល់វគ្គនេះគឺវគ្គ32ចុងក្រោយទៅជួបអាសង់ទីនទៀតទៅបីជាធ្លាក់ចាញ់យ៉ាងណាក៏គាត់សប្បាយចិត្តដែរក៏គាត់បានលេងជាមួយនឹង Messi ដែរ idol របស់ពួកគាត់គ្នាចាំមើលការប្រកួតហ្នឹងគឺខ្ញុំគាត់ថាអស្ចារ្យណាស់អស្ចារ្យមែនតើហើយបើយើងទៅមើលកោះមួយនេះវិញគឺកោះមួយនេះគឺចំនួនកោះនៅកោះហ្នឹងគឺមាន10កោះគឺស្អាតមែនតើហើយរស់នៅទីហ្នឹងគឺរបៀបថាមនុស្សមើលទៅសុខសប្បាយបើសិនជាយើងមើលទៅមានឆ្នេរខ្សាច់មាននិយាយទៅស្ងប់ស្ងាត់យើងដឹងថានៅដែនកោះគឺមានខ្យល់ត្រជាក់មកហើយបើសិនជាយើងមើលទៅគឺប្រហែល50គីឡូប្រហែល500គីឡូម៉ែត្រពីតំបន់អាហ្វ្រិកឯងគឺមហាសមុទ្រអាត្លង់តិកហ្នឹងអញ្ចឹងគឺមានកោះមួយនឹងឯងគឺកោះ Caviar ហើយបើសិនជាយើងទៅមើលទៅជាប្រទេសមួយដែលយើងមិននឹកស្មានថាអាចមកលេងដល់ World Cup ប៉ុន្តែមកដល់ World Cup ហើយខ្លាំងហើយប្រកែកទៀតអីលយមែនតើណាមិនធម្មតាទេអញ្ចឹងយើងគិតល្មមអត់បានទេអញ្ចឹង Caviar នេះយើងគិតមើល3ប្រកួតគឺគាត់ស្មើទាំងអស់គឺ0ស្មើ2ស្មើហើយការប្រកួតក្រោយនេះគឺ0ស្មើទៀតអញ្ចឹងគាត់ខ្ញុំមើលព័ត៌មានមកគេថាគឺអ្នកចាំទីនឹងគាត់សន្យាថាគាត់នឹងទៅលេងនៅវគ្គ32ក្រុមចុងក្រោយគាត់សន្យាជាមួយនឹងប្រជាជនរបស់គាត់ឥឡូវនេះគឺគាត់បានសម្រេចហើយអញ្ចឹង Caviar នេះបើសិនជាយើងនិយាយទៅគឺជាប្រជុំកោះនៅអាត្លង់តិកកណ្ដាលហើយមានឆ្នេរសមុទ្រច្រើនមែនទែនហើយមានភ្នំភ្លើងមានទឹកដីសរុបហ្នឹងប្រហែល4.030គីឡូម៉ែត្រការ៉េទេអញ្ចឹងគឺដីហ្នឹងគឺមិនធំទេហើយប្រជាជនតែប្រហែលជាងកន្លះលាននាក់ទេអញ្ចឹងដែនកោះមួយនេះអ្នកទាំងអ្នកអាចចូលទៅស្រាវជ្រាវមើលបានពីប្រវត្តិអំពីកោះនេះ Cape Verde ហ្នឹងអានេះបើសិនជាភាសាខ្មែរយើងគេហៅថា Cape Verde ហើយបើសិនជាអង់គ្លេសគេហៅ Cape Verde អញ្ចឹងយើងអានមួយណាក៏បានដែរអត់បញ្ហាទេអ្នកខ្លះក៏អាន Cape Verde អ្នកខ្លះក៏អាន Cape Verde ហើយខ្ញុំក៏អានថា Cape Verde ដែរអញ្ចឹងក៏អ្នកទាំងចូលទៅក្នុងអ៊ីនធឺណិតហើយ search មើលខ្លួនឯងថាតើជីវប្រវត្តិកោះហ្នឹងបែបណាដែលអាចមកឡើងដល់ World Cup នេះបានហើយ World Cup នេះលើកដំបូងហើយលើកទី1របស់គាត់ហើយឡើងទៅដល់វគ្គ32ចុងក្រោយហើយ32ក្រុមចុងក្រោយនេះអ្នកគ្នាបានដឹងហើយគឺប៉ះជាមួយនឹងអាសង់ទីនទៀតពួកគាត់ដឹងហើយមិនមែនពួកគាត់មិនដឹងទេថាឈ្នះឬក៏ចាញ់គាត់ត្រៀមចិត្តត្រៀមអីរួចអស់ហើយថាឈ្នះចាញ់ហ្នឹងគឺគាត់បានត្រៀមរួចហើយប៉ុន្តែទោះបីយ៉ាងណាក៏ដោយក៏អបអរសាទរដល់គាត់ដែរហើយដែលទៅប៉ះជាមួយនឹងអាសង់ទីននេះគឺប៉ះនៅថ្ងៃទី4នៅម៉ោង5ព្រឹកអញ្ចឹងអ្នកគ្នាអាចនៅមើលដល់ម៉ោង5ព្រឹកបានអញ្ចឹងព្រឹកមិញនេះគឺអាសង់ទីនសុទ្ធមួយហើយប៉ះចុងក្រោយហ្នឹងហើយដូចជាពានរង្វាន់ World Cup នេះដូចជាមិននៅខាងរ៉ូណាល់ដូសោះខ្ញុំនិយាយត្រង់មកទៅនៅតែខាង Messi ខាងបារាំងខាងអីនោះអត់មានពាននេះអត់មានងាករេមកខាងរ៉ូណាល់ដូអីមកបន្តិចគឺអត់ហ្មងហើយទៅមើលរ៉ូណាល់ដូហើយ32ក្រុមចុងក្រោយនេះហើយប៉ះនោះប៉ះចំជា
ប៉ះសិតតែក្រុមគ្រាន់បើអត់មានប៉ះក្រុមណាដែលយើងក៏ថាវាល្មមដែលយើងអាចស៊ីបានអីបានអត់ហើយដល់ពេលទៅអាសង់ទីនគេប៉ះក្រុមល្មមស្រួលស៊ីស្រួលអីដល់ពេលយើងវាអត់ល្អមើលដល់ពេលបាល់វាបើយើងដឹងតែឈ្នះបាត់អីហ្នឹងអញ្ចឹងវាមិនល្អមើលអញ្ចឹងតោះណាវាលបាគ្នាអាហ្នឹងបានយើងមើលទៅបានវាល្អមើលហើយដល់ពេលអានេះវាអត់ខ្ញុំមិនដឹងថាមើលមិនល្អមើលដល់ពេលវាក្រុមវាផ្អៀងមកចំហៀងអញ្ចឹងណាដល់ពេលវាផ្អៀងមកចំហៀងអញ្ចឹងមិនដឹងថាមិនវាអត់ល្អមើលនិយាយមួយម៉ាត់វាអត់ល្អមើលបើដល់ក្រុមខ្លាំងមកហ្នឹងបានយើងដឹងថាអូអាហ្នឹងគេខ្លាំងដូចគ្នាមកដូចកាលពីឆ្នាំ2022អញ្ចឹងអាហ្នឹងបានលយហើយបើសិនជាយើងមើលនេះការប្រកួត32ក្រុមចុងក្រោយនេះកាវៀដងDR កុងហ្គោនឹងប៉ះអង់គ្លេសទៀតហើយអាសង់ទីននេះយើងមើលនេះអូហូយហើយយើងទៅមើលប៉ូទុយហ្គាល់ប៉ះក្រូអាតមកប៉ះក្រូអាតយ៉ាប់ទៀតប៉ូទុយហ្គាល់អញក្រូអាតហ្នឹងមិនក្រូអាតហ្នឹងគេធ្លាប់ទៅដល់ World Cup ដែរណាមិនធម្មតាទេលេខ1លេខ2នៅ World Cup ក្រូអាតហ្នឹងកាលពីឆ្នាំប្រហែល2018នេះបើតាមខ្ញុំចាំមិនខុសទេក្រូអាតគេឡើងទៅដល់World Cup ដែរប៉ះមួយបារាំងកាលហ្នឹងហើយមិនឈ្នះបារាំងលោកឯងបារាំងឡើងអស់ទោះហើយដឹងមិនទេយមើលរ៉ូណាល់ដូហើយបើនៅអាស៊ីយើងបានជប៉ុនមួយដែរជប៉ុនប៉ះប្រេស៊ីលប៉ុន្តែបើចិត្តខ្ញុំយកជប៉ុនហើយគឺខ្ញុំចង់បានជប៉ុនទៅលេងនៅលើទៀតព្រោះអីជប៉ុនគេមិនធម្មតាដែរខ្ញុំគាត់ថាជប៉ុនអាចប៉ះជាមួយណ័រវេហើយមកគូហ្នឹងជប៉ុនប៉ះមួយណ័រវេហើយទៅមើលអាសង់ទីននេះប៉ះជាមួយអូស្ត្រាលីនេះប៉ះមកអូស្ត្រាលីហើយបារ៉ូណាល់ដូនេះខ្ញុំអត់ខ្ញុំគាត់ថាអេស្ប៉ាញប៉ះជាមួយនឹងប្រទេសនេះហើយប៉ះមួយរ៉ូដូនេះប្រទេសក្រូអាតប៉ះដឹងតែប៉ះក្រូអាតហ្នឹងនេះខ្ញុំមើលតែប៉ុណ្ណឹងទេគូល្អហ្នឹងហើយបាទនេះដឹងតឡើងបារាំងមួយជើងម្នីដឹងទៅមុខទៀតបារាំងមួយជើងម្នីអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្ណឹងទេអ្នកនេះកុំភ្លេចទៅជួយ like share ហើយនិង subscribe ខ្ញុំមួយផងអរគុណច្រើនរ៉ូណាល់ដូខ្ញុំទៅហើយរ៉ូណាល់ដូខ្ញុំចាប់អស់អីនិយាយតែប៉ុណ្ណឹងហ្មងបាយបាយ